សំឡេងភ្លៀងស្រក់តក់នៅលើបងអួចនឹកដល់គ្រាដើមដូនយកសពថាចិនដែលស្មោះរបស់សង្សារប្រែជាអាភពយូរថ្ងៃគ្រឿងផ្សំសម្រាប់ធ្វើពងមាន់ឈូបងប្អូនគ្នានិយាយទៅតាមឲ្យតន់ត្រេនគេហ្មងនិយាយទៅអាហ្នឹងគេល្បីម្ដងហើយប៉ុន្តែឥឡូវយើងមកធ្វើការធ្វើញ៉ាំម្ដងទៀតដំបូងខ្ញុំធ្វើការគូសពងមាន់ឲ្យនិយាយទៅខ្ញុំគូសប្រហែលជា 4-5 គ្រាប់ចឹងណាបងប្អូនគ្នាបន្ទាប់ហើយខ្ញុំធ្វើការយកពងសចេញយកតែពងក្រហមមីខ្ញុំបងប្អូនគ្នានិយាយទៅបងប្អូនគ្នាគួរប្រយ័ត្នបងប្អូនគ្នានេះអាកន្លែងនេះគឺកន្លែងហ្នឹងតាមនៅសល់គឺឆ្អាសម្រាប់ពងបងប្អូនគួរតែប្រើពងថ្មីទៅវាអត់បែកឥឡូវរបស់យើងរួចរាល់ហើយឥឡូវយើងមកធ្វើការស្រោះជាមួយនឹងខ្ទឹមរបស់យើងបងប្អូនគ្នានេះខ្ញុំប្រើជាមួយនឹងទឹកក្តៅបងប្អូនគ្នាបន្ទាប់ហើយយើងទុកវាចោលម្ល៉េះខ្ញុំទុកប្រហែលជា10នាទីធ្វើការស្រង់វាចេញដើម្បីខ្ញុំដាក់មួយទឹកកកហើយមកធ្វើការដាក់ជាមួយនឹងទឹកកកដើម្បីឲ្យខ្ទឹមរបស់យើងកុំឲ្យហាងឲ្យវាមានជាតិស្រួយចឹងណាបងប្អូនគ្នាយើងមកធ្វើការលាយជាមួយនឹងទឹកត្រីរបស់យើងខ្ញុំប្រើជាមួយនឹងទឹកក្តៅបន្ទាប់ហើយយើងបន្ថែមជាមួយនឹងទឹកត្រីខ្ញុំដាក់ជាមួយនឹងស្ករត្នោតបន្ទាប់ហើយកូរវាឲ្យសព្វធ្វើការថែមជាមួយនឹងប៊ីចេងស្កររ៉ូឌីចឹងណាបងប្អូនគ្នាកូរវាឲ្យសព្វទៅយើងធ្វើការដាក់ឆ្នាំងដើម្បីងាស់វាមកពុះទៀតវាចាប់ផ្ដើមពុះហើយយើងធ្វើការបិទភ្លើងបន្ទាប់ហើយយើងធ្វើការដាក់ជាមួយនឹងខ្ទឹមម្ទេសvàខ្ទឹមរបស់យើងចូលបងប្អូនគ្នាសម្រាប់ទឹកហ្នឹងគឺកុំឲ្យក្តៅពេកឥឡូវគ្រឿងផ្សំរបស់យើងធ្វើការភ្លក់ហើយមកល្មមហើយធ្វើការដួសដាក់ជាមួយនឹងចូលទៅក្នុងពងមាន់របស់យើងហើយពេលដាក់ហ្នឹងក៏រៀងប្រយ័ត្នដែរបងប្អូនគ្នាព្រោះខ្លាចវាបែកចឹងណាឥឡូវពងមាន់របស់យើងបានរួចរាល់យើងធ្វើការទុករយៈពេលនិយាយទៅ 4-5 ម៉ោងញ៉ាំបានទេបងប្អូនទាំងអស់គ្នាបងប្អូនគ្នាចង់ឲ្យល្មួតល្អហ្មងប្រហែលជា1ថ្ងៃឥឡូវពងមាន់របស់យើងបានរួចរាល់ហើយនេះបើញ៉ាំមួយបាយវិញអូនិយាយទៅឆ្ងាញ់សាហាវហ្មងហើយសំខាន់គឺដាក់ជាមួយបន្លែទៀតជាតិហ្មង